នេះគឺជាឈុតឆាកស្នេហាអាចកំបាំងរបស់សត្វម៉ាណេកាំងឃីវពួកវាហាត់សមរបាំរបស់ពួកវាអស់រយៈពេល2ឆ្នាំកន្លះចលនារបស់ពួកវាគឺពិតជាអស្ចារ្យណាស់នៅពេលដែលពួកវាកំពុងធ្វើគឺយើងមិនអាចសម្គាល់ថាតើមួយណាជាតួឯកពិតប្រាកដនោះទេនៅឯព្រៃទឹកភ្លៀងត្រូពិកមានអាហារសម្បូរបែបណាស់សត្វស្លាបញីភាគច្រើនអាចនឹងចិញ្ចឹមកូនរបស់ពួកវាដោយខ្លួនឯងបានទាំងស្រុងដូច្នេះសត្វស្លាបឈ្មោលមានពេលវេលាច្រើនដើម្បីចេញទៅដើរលេងសត្វម៉ាណេកាំងឃីវឈ្មោលលះបង់ថាមពលទាំងអស់របស់ពួកវាដើម្បីរៀបចំបាច់រាំអន្តោងស្នេហ៍យ៉ាងល្អិតល្អន់របាំរបស់ពួកវាគឺមានភាពស្មុគស្មាញយ៉ាងខ្លាំងវាត្រូវការមិត្តភ័ក្តិពី3នាក់ដើម្បីជួយគ្រប់គ្រងវាផងដែរពួកវានឹងចំណាយពេលស្ទើរតែរាល់ថ្ងៃជាមួយគ្នាដើម្បីហាត់សមនៅចលនារបស់ពួកវាទាំងអស់គ្នាដើម្បីធ្វើឲ្យឱកាសសម្ដែងគឺប្រព្រឹត្តទៅដោយល្អឥតខ្ចោះនៅក្នុងអំឡុងពេលសម្រាប់ហាត់សមពួកវាថែមទាំងជ្រើសរើសសត្វស្លាបឈ្មោលវ័យក្មេងមួយក្បាលធ្វើពុតជាញីទៀតផងពេលដែលយើងមើលពីចំហៀងយើងមានការកោតសរសើរចំពោះក្បាច់រាំដែលប្រកបទៅដោយវិជ្ជាជីវៈយ៉ាងខ្លាំងបំផុតរបស់ពួកវាសប្តាហ៍ថ្ងៃនេះសូម្បីតែសត្វស្លាបក៏មានអ្នកជួយរាំហើយពួកគេក៏បានរៀនសិល្បៈនៃការដើរតួសមផងដែរនៅពេលដែលអ្នកសម្ដែងនាំមុខមានអារម្មណ៍ថារបាំនេះល្អឥតខ្ចោះហើយវានឹងនាំក្រុមរបស់វាទៅឈររាំនៅចំពោះមុខសត្វស្លាបញីហើយការសម្ដែងនោះក៏ចាប់ផ្ដើមឡើងពួកវាគឺតម្រង់ជួរជាក្រុមដោយឆ្លាស់វែងគ្នាបង្ហាញអំពីក្បាច់រាំរបស់ពួកវារបាំនេះគឺពិតជាធ្វើឲ្យយើងទាក់ចិត្តយ៉ាងខ្លាំងយើងគឺមិនអាចសម្គាល់ថាតួអង្គណាដែលជាតួអង្គសំខាន់នោះទេបន្ទាប់អំពីការសម្ដែងរបាំដ៏អស្ចារ្យនេះអ្នកដែលដឹកនាំក៏ចេញទៅតែម្នាក់ឯងដើម្បីធ្វើការក្រាបចុះឥឡូវនេះគឺមកដល់ដំណាក់កាលនៃការវិនិច្ឆ័យដែលគួរឲ្យភ័យខ្លាចអ្នកដែលរាំទាំង3នាក់មកជាមួយនោះគឺមើលទៅកាន់តែភ័យជាងអ្នកដែលសម្ដែងនាំមុខគេទៅទៀតមិនថាស្នេហានេះជោគជ័យឬក៏បរាជ័យនោះទេអ្វីទាំងអស់គឺអាស្រ័យទៅលើសត្វស្លាបញីសម្រេចចិត្តបើសំណាងល្អសត្វស្លាបញីនឹងទទួលយកនៅសំណើនៃការរៀបការនេះនោះបេសកកម្មរបស់ពួកគេនឹងបានសម្រេចហើយអ្វីទាំងអស់គឺបញ្ចប់ទៅក្នុងរយៈពេលតិចជាង3វិនាទី